Chân số này nó khác nhé, này nhưng mà đón tiền đấy, này này nhưng mà bên này này bên cả user, được chưa cả OU và cả group, này cho mỗi những file server sẽ làm, cho cả bên video mình ấy, nhưng bạn phải một nhân viên setup VMware, cả join domain, nâng cả tlang Active Directory để làm, chứ này nhưng còn là cho nó làm bật cả file ประกาศ user ประกาศ OUA เนี่ยฉันโจมมาแต่บนโจมเอาส่วน server យើងមកច្បាស់នៅនេះពេលយើងបង្កើតពេលយើង join domain ចប់ហើយនឹងកើតឡើងគឺ computer នឹងកើតឡើងនៅក្នុង Active Directory នេះអញ្ចឹងយើងបង្កើតជា user បង្កើតអីពេញហ្នឹងមកអញ្ចឹងការ design OUA នេះខ្ញុំប្រាប់បងប្អូនក្នុងវីដេអូនេះហើយចាំមើលទៅសិនទៅអូខេឥឡូវវាចេញមកហើយយើងចុច remind me later មកហើយយើងចុចcontrol alt insert này okហើយ password abc dạ abc at 123 ok ឥឡូវយើងចូលមកដល់នេះយើងខ្វាយវាចេញមកយើងត្រូវការវាទេអូខេឥឡូវអានេះវាគាត់ថា warning យើងថាយើងបិទ server ញ៉ៃញ៉ៃណាខ្ញុំចង់បើថានៅក្នុងពេលយើងធ្វើការមែនតើហ្មងយើងកម្រក្នុងការបិទ server ដូចថាយើង maintenance ជាស្អីណាគ្នាជាកនតិចដូចថាយើង maintenance ឬក៏យើង edit យើងបន្ថែមអីផ្សេងៗណាគ្នាឬក៏យើងកែកុញអីហ្នឹងគឺយើងshut down server បដោសំ temporary តែនេះគ្រាន់តែយើងជា demo ជាអីអ្នកគ្នាអញ្ចឹងយើងអាចបិទអីបើកអីបានសេរីតែបើថាជាទូទៅមកនៅកន្លែងការងារគេច្បាស់លាស់គឺគេមិនដែលបិទអញ្ចឹងទេអ្នកគ្នាតែបិទទៅពីទេអញ្ចឹងណាចេញ cancel មកនឹងឲ្យចូលក្នុងនេះចូល Windows Administrative Tool យើងប្រើពីច្រើនគឺយើងប្រើតែនេះណាគ្នាយើងចូលក្នុងហ្នឹងមកហើយនេះយើង right click នៅលើ domain របស់យើងនេះចុចវាថា new យើងរកថា OU អូខេមកកាន់ OU ថ្មីមួយទៀតមកណាគ្នាចាំមក OU ឧទាហរណ៍ថាជា accounting អញ្ចឹងណាគ្នាមើលទៅវាទូចពេកខ្ញុំអីដាក់ទៅហ្នឹងយើងមក OU ហើយយើងចុច OK មកអូចាំតិចណាគ្នា line protect container from accidentally delete នេះវាការពារយើងកុំឲ្យយើងច្រឡំដៃ delete អីចឹងណាគ្នាបើយើងចុច tick កន្លែងទៅយើងបើយើងបង្កើតវាហើយយើងច្រឡំដៃ delete folder ហ្នឹងគឺអត់ងាយយើងអាចលុបបានងាយទេវាមាន step វាផ្សេងទៀតណាគ្នាអញ្ចឹងឥឡូវចាំខ្ញុំឧទាហរណ៍អ្នកគ្នាតាមក្រោយអញ្ចឹងឥឡូវខ្ញុំបង្កើតនេះឲ្យអ្នកគ្នាមើលមួយសិនយើងចុច OK មកនៅក្នុង OU នៅក្នុង domain របស់យើងនេះគឺមានOU មួយមាន OU ណែមាន OU មួយវាដូចជា file ដូចជា folder មួយទៀតអ្នកគ្នាហ្នឹងយើងក្នុងហ្នឹងទៀតនៅក្នុងនេះយើងចង់បង្កើតអីថែមក្នុងនេះយើងបង្កើតយើងចេះបង្កើត OU ក្នុង OU បានព្រោះ OU អាចផ្ទុក OU បានអ្នកគ្នាអញ្ចឹង OU នឹងពាក្យពេញវា organizational organizational ផ្លេចបាន organizational unit អញ្ចឹងចុចអានឹងដដែលមកយើងបង្កើតថាក្នុងនោះវាមានអ្នកខ្លះយើង user ហ្នឹងហើយដូចតែគ្នាដែរទេ user ដែរមក user ច្រើននៅក្នុង user ទៀតសោតនៅក្នុងនេះទៀតនៅក្នុងនេះយើងអាច right click លើហ្នឹងទៀតក៏បានដែរឬក៏យើង right click លើនេះក៏បានដែរហើយយើងចុច new ទៀតមកយើងបង្កើតទៅថា computer ជាអូខេមកណាអូខេជាស្អីគ្នាមុននឹងខ្ញុំមកទឹកផឹកទៀតអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍អ្នករឿងច្រឡំដៃ delete ឥឡូវអ្នកសា right click នៅលើ user accounting ឬក៏មួយណាក៏បានឥឡូវខ្ញុំ right click លើ user នេះចុះហើយខ្ញុំចុចវា delete ចាំមក
Now hay cái data you do not have sufficient privilege វាអត់ទាន់មានឯកគ្រាន់អត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការ delete វាទេព្រោះសារតែ this object is protected from accidental deletion នេះកន្លែងនេះវាអត់ទាន់មានសមត្ថភាពផងហើយនេះកន្លែងនេះគេដាក់ថា this object is protected from accidental deletion អាកន្លែងយើង tick មែនអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាចង់ delete វាភ្លាមដូចឥឡូវអីគឺអត់និយាយទេអញ្ចឹងឥឡូវទោះជាអ្នកនរគ្នាចូល property ក៏ដោយអ្នកនរគ្នារកមើលកន្លែងណាត្រូវដោះវាក៏អត់អាចដោះបានដែរឃើញទេអ្នកនរគ្នាអញ្ចឹងបើថាយើងចង់ delete វាគឺអត់ងាយទេប៉ុន្តែបើឧទាហរណ៍អ្នកនរគ្នាបង្កើតOU មួយបង្កើត OU មួយទៀតឧទាហរណ៍ថាអ្នកនរគ្នាសរសេរmoney ឧទាហរណ៍អ្នកនរគ្នាសរសេរ money ហើយអ្នកនរគ្នាដោះនេះចេញអញ្ចឹងអ្នកនរគ្នាអូខេឥឡូវខ្ញុំឧទាហរណ៍អាចដោះនឹងទៀតសោះហើយដោះឲ្យវាចេញនៅបង្កើត OU ថ្មីគឺ money អញ្ចឹងអាពីរនេះមិញគឺយើងតេស្តវាទៅគឺអត់ទេយើងអាច delete បានងាយទេអានេះក៏ដូចតែគ្នាដែរគ្នាថាយើង tick វាហើយអញ្ចឹងមិនបាច់ចាំបាច់ nosi មកយើងចុច money មក right click លើ money នេះហើយយើងចុច delete វាមកចុច yes មក click បាត់ហើយអ្នកគ្នា delete ទៅបាត់យកមកអញ្ចឹងមិនគេក្នុង server គឺគេមិននិយាយ delete អីញ៉ៃអត់បង្កើតអីគឺគេតែដាក់ restriction អីសិនព្រោះសារតែការពារយើងច្រឡំដៃណាគ្នាអញ្ចឹងអាមិញនេះយើងប៉ះដៃទៅបាត់ហើយឃើញទៅបាត់អស់ហើយអ្នកគ្នាយើង control Z វាក៏ control Z អត់ចេញដែរអញ្ចឹងឥឡូវយើងបង្កើតមួយទៀតហើយជាឧទាហរណ៍ដែលយើងអាច delete វាបានអ្នកគ្នាអញ្ចឹងឥឡូវយើងបង្កើតមួយទៀតឧទាហរណ៍ថាmoney តារាចុះហើយយើង tick វាដូចគ្នាចឹងអ្នកគ្នាអូខេយើងមិនទាន់ update អីយើងចុច OK ទេមកអ្នកគ្នាដែលយើងទុក tick វាតារាអាហ្នឹងពេលយើង right click យើងចង់ delete វាក៏លាតនកើតដែរអ្នកគ្នាឃើញអញ្ចឹងឥឡូវអ្នកគ្នាចង់ delete អីដែលយើងបង្កើតខុសឧទាហរណ៍ណាអញ្ចឹងអ្នកគ្នាចុចមកមើល property អានេះមានអ្នកគ្នាភ្លេចថាចូលមកមុននឹងអត់មានឃើញអីឡើយដោះអញ្ចឹងដែលយើងចង់ delete វាយើងគ្រាន់តែចូលកន្លែង action នេះអត់ទេអ្នកគ្នាចូល view សំទោសហើយចូល advanced feature ពេលអ្នកគ្នាចូល advanced feature ហ្នឹងទៅអ្នកគ្នាឃើញមាន folder មានហ្នឹងហើយមាន folder មាន OU ថ្មីជាច្រើននៅក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងអ្នកគ្នាចូលមើល OU accounting ដែលយើងទៅបង្កើតនេះមកហើយពួក3នេះគឺយើងអាចចូលក្នុង property ដើម្បី delete វាបានអញ្ចឹងឥឡូវខ្ញុំ delete money ចេញយើងចូលក្នុង property របស់វាមកហើយអ្នកឃើញមានច្រើនទេមិញមានតែប្រហែល3នេះមិញហ្នឹងហើយអញ្ចឹងយើងចូល object នេះមកយើងដោះ tick វាចេញដោះកន្លែង protect object from accidental deletion នេះអ្នកនេះដោះ tick វាចេញមកនេះជា OK តែពេលដែលចប់អ្នកនេះចង់ delete វាឥឡូវហ្នឹងក៏បានdelete វាឥឡូវវាដាច់ដូចគ្នាអ្នកនេះអស់បាត់ហើយគ្នាអានេះក៏ដូចគ្នាដែរគេយើងអាចធ្វើដូចគ្នាបានដែរចូល property ចូល object យើងដោះ tick វា delete ទៅតាមហ្នឹងអញ្ចឹងហ្នឹងគ្នាអញ្ចឹងកន្លែងប៉ះដៃ delete ហ្នឹងបើថានេះវាឃើញវាច្រើនតង់ហ្នឹងគ្នាបើវាច្រើនតង់អញ្ចឹងបើថាយើងច្រឡំទៀតដឹងនិយាយមិនទេមែនតែសារយើងប៉ះដៃ delete ច្រើនតង់មកតែអាច delete បានដល់យើងចូល step របស់វាមួយអាច delete បានអញ្ចឹងអាហ្នឹងគឺអញ្ចឹងឯងទាំងគ្នាចឹងឥឡូវយើងបង្កើត user យើងមកយើងចូល folder user យើងនេះអូខេចឹងអ្នកគ្នារាល់ពេលដែលអ្នកគ្នាជួបពួកនេះគឺពួក default អ្នកគ្នាពេលយើងវាមានស្រាប់ default វាមិនល្អទេព្រោះយើងបង្កើត server មួយបើថាយើងមាន account default យើងគួរណាតែ disable ចេញទៅហើយយើង disable ចេញអ្នកគ្នាទុកចោលក៏បានដែរមិនអីទេហើយនេះមួយទៀតគឺ guest ចឹងអីក៏ដោយតែ default គឺវាមិនដែល secure ទេពេលឧទាហរណ៍ថា hacker ណា hacker វាដឹងមួយគឺ username អញ្ចឹងអាហ្នឹង 50% អញ្ចឹងវាត្រូវការទីមទេគឺ password អញ្ចឹង 50% ទៀតគឺវាអត់ secure អ្នកគ្នាអញ្ចឹងបើយើងឧទាហរណ៍យើងបង្កើតថ្មីយើងបង្កើតទាំង username ហើយយើងបង្កើតទាំងpassword អញ្ចឹងវាត្រូវទីទាំងពីរអញ្ចឹង50របស់ username 50ទៀតរបស់ password អញ្ចឹងឃើញវា 100% ឃើញវាយូរហ្នឹងពិបាកក្នុងការទាយអ្នកគ្នាអញ្ចឹងអានេះបើយើងជា hacker បើណាគេជា hacker វាគេទាយគេដឹងថាដឹងមាន account មួយដែល username គឺឈ្មោះ guest account មួយ username ឈ្មោះ administrator គេទាយរកតែ password វិញទេអញ្ចឹងឃើញវាងាយស្រួលក្នុងការ hacker អាច hack បានទេអ្នកគ្នាអញ្ចឹងពួកនេះយើងកុំប្រើអីពួក
ពួក guest ពួក administrator ដែលវាជា default របស់ដែល default គឺមិនដែល security ទេអ្នកចឹងយើង right click នៅលើវាមកយើងបង្កើតថ្មីមកអ្នកយើងបង្កើត user ថ្មីដែលមានសមត្ថភាពដូច administrator អញ្ចឹងវាដូចមានសមត្ថភាពដូចនេះចឹងនេះដាក់មក first name នេះឈ្មោះអីគេខ្ញុំដាក់ first name របស់ខ្ញុំណាគ្នាអូខេ last name គឺអូខេជាទូទៅគេដាក់បែបនេះ s dot Brandon តែតកអីឈ្មោះនេះចង់ដាក់មកមួយណាមួយក៏បាននេះឲ្យយើងវាស្រួលចាំអញ្ចឹងអានេះបាទអ្នកគ្នាប្រើពពួកអាក្រោយឆ្នាំ2000អ្នកគ្នា login បែបនេះតែថាអ្នកគ្នាប្រើពួកមុនឆ្នាំ2000ពួក Windows Server ដែលមុនឆ្នាំ2000អ្នកគ្នា login បែបនេះអីហ្នឹងឯងដូចគ្នាដាក់ e-search ពីមុខហ្នឹងអ្នកគ្នាចុច next ហើយ password យើងដាក់មក abc@ 123ដាក់ដូចគ្នាក៏បានអ្នកគ្នាជា demo អ្នកគ្នាបើថាជាទូទៅហ្មងគឺកម្រិតដូចគ្នា abc@ 123អូខេខ្ញុំមកបញ្យល់អ្នកគ្នាពួកនេះតិចអញ្ចឹង user must change password at next log on អញ្ចឹង user អាចដូរ password បានអ្នកគ្នាពេលយើង login user អាចដូរ password បានអញ្ចឹងជាទូទៅគេដាក់ហ្នឹងឯងអញ្ចឹងដល់ឡើយនេះវិញ user cannot change password អញ្ចឹងបើកន្លែងនេះបើអ្នកគ្នា tick គឺអ្នកគ្នាអត់អាច tick លើបានទេអញ្ចឹងអាមួយអាច change បានមួយអាច change បានគេវាមើលខ្ញុំភ្លេចភាសាបច្ចេកទេសរបស់ IT បាត់ហើយតែវាគឺប៉ះពាល់គ្នាអ្នកគ្នាអញ្ចឹងណាអញ្ចឹងបើយើង tick កន្លែងនេះមានថាឧទាហរណ៍ថាក្នុងបន្ទប់មួយអ្នកគ្នាជាគ្រូមួយអញ្ចឹងហើយមានកុំព្យូទ័រជាច្រើនសម្រាប់ឲ្យសិស្សអញ្ចឹងអ្នកគ្នាបង្កើត account មួយសម្រាប់ថាឲ្យសិស្សហ្នឹងសិស្សទាំងអស់គ្នាគឺ log in ក្នុងកុំព្យូទ័រហ្នឹងបង្កើតពី server អ្នកគ្នាយើងបង្កើត account មួយពី server ដើម្បីឲ្យកូនសិស្សរបស់យើង log in ចូលក្នុងកុំព្យូទ័ររបស់គេរៀងខ្លួនប៉ុន្តែប្រើតែ account តែមួយទេអញ្ចឹងបើអ្នកគ្នាបើអត់ tick អានេះទេអញ្ចឹងបើយើងមានបញ្ហាអីចឹងកូនសិស្សមួយ log in ដាក់ password ដាក់អីមកសេរីគ្រាន់តែអ្នកផ្សេងគេប្រើតទៀតអញញ៉ៃអ្នកគ្នាសារអីអ្នកមុនគេប្រើដាក់ password ABC មួយបីយើងបង្កើតឲ្យគេចឹងហើយដល់ពេលអ្នកកូនសិស្សក្រោយវាចេះដូរ password វាដូរបាត់ទៅវាដាក់ ABC អាច1 2 3 4អីចឹងទៅអ្នកគ្នាដល់ពេលចឹងទៅអាអ្នកក្រោយទៀតមកប្រើទៀតវាវល់បាត់ហើយវាវល់នៅសារយើងអត់ដឹង password មួយណាអញ្ចឹងអានេះយើងដាក់កុំឲ្យថា user អាច change password បានអញ្ចឹង password នេះគឺវា static វានៅជាប់នឹងហើយអ្នកគ្នាចានេះ password គឺអត់ចាស់អីទេវាអត់ផុតកណ្ដាលអ្នកគ្នាវាអត់ហួសពេលវេលា password ហ្នឹងណាអានេះ account disable អញ្ចឹងបើយើងដាក់ហ្នឹងទៅមានថាយើងដឹងថាមានកូនសិស្សមករៀនតែយើងអត់ដឹងថាគេឈ្មោះអីក៏យើងតំណេអីអ្នកគ្នាយើងតំណេយើងបង្កើត account ឲ្យកូនសិស្សនឹងចោលទៅដល់ពេលហើយយើង disable វាចោលដល់ពេលណាដែលយើងដែលកូនសិស្សនឹងគេចូលរៀនហ្នឹងទៅយើងបើកកន្លែង disable នឹងចេញដោះ disable ចេញទៅឲ្យកូនសិស្សនឹងប្រើអញ្ចឹងណាអ្នកគ្នាអញ្ចឹងនេះដល់វាចេះអស់ជាទូទៅគេយកឥឡូវនេះឯងអូខេហើយ finish ចាំ password គឺ abc@ 123អ្នកគ្នាអូខេចូលមើល property សិនមក hello ខ្វះខាតឡើយអីទេគ្នាឥឡូវអានេះយើងអាចដាក់ព័ត៌មានតន័យជាច្រើននៅក្នុងដូចជា description office លេខទូរស័ព្ទ email web page របស់យើងហើយបានតាំងពី address ទៀតដល់អ្នកគ្នាហើយអានេះយើងអាច set អីបាននេះឃើញអត់យើងអាច set អីបានតទៀតអ្នកគ្នាឃើញយើងអាចដោះអីបានតាមនឹងកន្លែងហ្នឹងហើយនេះទៅទី cancel វាទៅអូខេខ្ញុំមើលឃើញ cursor របស់ខ្ញុំគឺវារៀងនេះដល់វារៀង slow វារៀង lag ដល់ជាស្អែកនេះខ្ញុំតិចខ្ញុំនិយាយដល់ទៀតនេះចាំតិចអូខេដល់អ្នកនេះមិនដឹងថាវារៀង lag ទេអ្នកតែចូលមកតទៀតសិនមកចំlạiណាចេះអូខេចាំចូលដល់lạiនេះយើងទៅបង្កើត user មែនអ្នកគ្នាញ៉ែកន្លែងមុនហ្នឹងខ្ញុំមិនដែរនេះអ្នកគ្នានេះគឺ build in account for administrator អានេះ build account for guest to access computer យ៉ាងគ្នាអានេះយើងចូល property ចូលមើលមកអូខេអានេះចំយ៉ា
bật thị về tên này applyវាវិញហើយអានេះ account នេះវា expire នៅឧទាហរណ៍ថាអ្នកនេះចុះកម្មសិក្សារយៈពេល3ខែអញ្ចឹងអ្នកស្រីថ្ងៃតាមហ្នឹងមកអានេះវាជា never វាអត់ expire ទេអត់ expire អត់ផលកំណត់ទេគឺបើនេះជួយអានេះជួយអានេះគឺអានេះ set ពេលវេលាឲ្យម្នាក់ហ្នឹងគេមកប្រើកុំព្យូទ័រហ្នឹងរយៈពេលប៉ុន្មានថ្ងៃប៉ុន្មានខែប៉ុន្មានឆ្នាំអីចឹងទៅអ្នកនេះអានេះយើង end off អីចឹងទៅជួយ never ណាគ្នាជួយ apply ជួយ okay វិញអូខេចប់ឥឡូវយើងចូលមកការនេះវិញខ្ញុំទៅនេះខ្ញុំភ្លេចប្រាប់ថាកន្លែងណាចាំតិចនេះខ្ញុំមកផ្នែកបន្តិចđâyចូលផ្នែកចឹងកន្លែងយើង log on hour អីនេះអ្នកគ្នានេះឧទាហរណ៍អ្នកគ្នាចូលធ្វើការនៅធនាគារចឹងអ្នកគ្នាចឹងបើយើងចង់ set ឲ្យថា user ហ្នឹង log in ពេលណា log on ពេលណាយើងចូលនេះសិនហើយយើងស log on deny អត់មានអ្នកគេ log in ទេចឹងឥឡូវយើង set ឲ្យថាមើលយើង set ឲ្យថាអូគ្មានអ្នកគេធ្វើការម៉ោង2 10យប់ទេអ្នកគ្នាច្រឡំយើង set ថាពីម៉ោង8រហូតដល់ម៉ោង5មើលពីច័ន្ទដល់សុក្រអ្នកគ្នាអូខេអញ្ចឹងនេះហើយមើលអញ្ចឹងដល់ម៉ោង8ប៉ុបបានអ្នកគ្នាអាច log in បានហ្នឹងហើយ sign in បានរហូតដល់ម៉ោង5គឺវា log out អីចឹងឯងអ្នកគ្នាអាហ្នឹងណាហើយអ្នកគ្នាចង់ថែមមកថាអីអូកើតទេតើគេ set ចឹងហើយគឺចង់ថែមមកក៏វានៅប៉ុណ្្នឹងដែរអ្នកគ្នាចឹងអានេះពីម៉ោង5ពីម៉ោង8រហូតដល់ម៉ោង5ថ្ងៃច័ន្ទរហូតដល់ម៉ោង8ម៉ោង5ថ្ងៃអង្គារអាចធ្វើបាននេះដល់ទៀតចឹងណាគ្នាជិះអូខេតាមហ្នឹងមកចឹងអូខេចឹងអានេះគឺដោយសារតែយើងត្រូវការ demo ចឹងយើង demo ពេលណាក៏បានដែរយើងដាក់វាទុកចោលចឹងទៅចូលអូខេមកគ្នាហើយអូខេតិចមកអូខេគឺយើងមក set មិញយើងមិនចូលឡើងនេះហើយអ្នកនេះឥឡូវចូលមកកន្លែងកុំព្យូទ័រម្ដងចឹងអានេះបើយើងទុកវានឹង all computer ចឹងមានថាកុំព្យូទ័រណាអាច log in បាន account ហ្នឹងចឹងឥឡូវបើយើងដាក់ specific computer មួយដើម្បីឲ្យ log in ចឹងឧទាហរណ៍ចឹងកុំព្យូទ័ររបស់យើងមុនហ្នឹងឈ្មោះគេអ្នកគ្នាដែលយើងបង្កើតនេះ client របស់យើងនេះឈ្មោះគេនេះមិនចាំអត់នេះអត់ចាំគេចូលក្នុងកុំព្យូទ័រនេះវិញមកអ្នកគ្នាមើលនេះឈ្មោះអីអ្នកគ្នានេះ e6 R101 PC1 ចឹងអ្នកគ្នាញ៉ាត់អូខេចាចូលនេះវិញមកជាស្អីចឹងមិញឈ្មោះខ្លះអ្នកគ្នាមើលអូខេ e6 R101 PC1 អូខេអញ្ចឹងចូលវិញមក property យើង save មក e6 យ៉ា e6 R101 គេនេះអ្នកគ្នាមកដឹងផ្លេចបាត់ហើយ PC1 អូខេ PC1 ចុចចាមកអញ្ចឹងមានតែ PC មួយហ្នឹងដែលអាច log in account ហ្នឹងបានណាចុចអូខេចូលមើលក្នុង member អស់ចឹងអ្នកគ្នាចឹងកន្លែងនេះមើលកុំព្យូទ័រមួយយ៉ាងហ្នឹងឯង user មួយយ៉ាងហោចហ្នឹងគឺត្រូវមានgroup មួយដែលជា domain user បើថាយើងច្រឡំដៃ remove អីចោលហ្នឹងគ្នាបើយើងអត់មានgroup របស់ domain user ហ្នឹងទេគឺយើងអាច log in បានទេចុំទៅណាបាត់អូខេអញ្ចឹងអ្នកនេះចង់ add គេចូល group មួយណាក៏បានតែយើងត្រូវរៀនដល់ group ហ្នឹងអូខេចុចនេះអស់ហើយអញ្ចឹងអូខេមកចឹងអ្នកគ្នាចង់ថាចង់ឲ្យម្នាក់ហ្នឹងចូលធ្វើការក្នុង accounting ព្រោះយើងបង្កើត OU accounting យើង move វាមកអ្នកគ្នាយើងឃើញអារ៉ាប់អារ៉េមានតួវាមានសម្ដាប់ធ្នាប់អានេះចេញមកសញ្ញា user នៅលើផង user នៅក្រោមផង user នៅក្រោមនេះផងគឺវាអារ៉ាប់អារ៉េអ្នកគ្នាដូចទូមួយចេះដាក់កៅអៅអីពេញទៅចឹងអត់ចេះបត់អត់ចេះ view អីសំត្រូវចុច right click វាមកហើយចុចថា move យើង move ចូលណា move ចូលដល់ accounting move ចូលក្នុង user អូខេមកអ្នកគ្នាចូលមក user ឃើញអត់នេះឯងចឹងណាចឹងមួយទៀតគឺ computer អ្នកនរគ្នា move ពីនេះមក move ទៀតមក move ចូលនៅ accounting ចូលក្នុង computer អូខេ
Đi show mới cái nhất dạ cho con user cái user bởi dưỡng cho con computer bởi dưỡng chẳng á chẳng là dương ban thì trong á dương ai cực rong vì dương ai cực rong computer có hay dương ai cực rong user bằng cho này tả lại dương cho là rán client dùng đồ bây giờ cái đây chưa mình nâng mình hiểu tích nhau này ok với thì cho bà client vào dương nó ok mình nâng nhung bật tầm bày config mà đón tiếng nào phải là em bạc cả client dương thấy là chăm dương này to tiết này hay chăm tí vì còn lâu tại dưới ok mà lên cho ada user hay chúng ta mua bé này phải as dot button ini dapat sesuatu mana ya tidak a abc muốn ghi bài enter phone oh chăm tới nhiều này ban disable chẳng như ban enable cái đó còn là cho mở sáng ban này disable mấy nhưng ban sao làm mờ không ok cho mình user dạ cho mình user cho máu oh nè hot enable nè này cái security nè hot enable gì á ok rồi dương cho một cái client và dương mình nó cái đó password là bc mỗi khi bảy ok muốn nó dương mình nhập về một cái nó dương thử thích là rất dương thử thích lại new password can be changed on the next logout này nè ok cho những mới đặt password abc mỗi khi bảy buồn để tham được buôn mới tí này phần nhà mới làm mới abc mới khi bảy cái thang buôn một tiền mới đã mua tiền này abc mỗi kỳ 7 ok buồn ok rồi dân login 3 nè ok thì chỉ ra một lần lưu sẽ lấy a một khả nè vì mình biết là thờ ok ok trong bà ô tô hóa nữa ô tô thành nào nếu thờ nhận thấy trong ngược tại bật computer mới thế này sẽ ngớ này là chúng bật cả đây nên con server bán những ai có chrome bị server bán đấy trôi ra canon này cả đài mà ok chứ như cho một cái như sợ nhưng ok chứ disable là không nó liên muốn nó nhưng mà bạn available viên này sẽ disable vì nó ok chẳng client nếu phở bán được cái nếu phở bán thông ta này người ta nếu không p mình tích tiết viên nó ở shutdown lực luôn ai chẳng như nếu phở bán là lấy như con phở bán thông ta tích tiết viên shutdown lực luôn ai thì chẳng được về nó nói cái chuyến thời lọc ảnh một lọc in một đòn tiền này phải lấy nhưng mà tờ là viết shutdown trên tờ chẳng chuyên thử login viên đòn thiệt là a b giả sử đó dot bồ lên trong nó a b c là một ký bay buồn thì in tháng này thì ai cho bán này phải nhận chắc phải sơn mình cứ dương ai những đồ bán làm p nâng mà đòn thì chẳng á tại muốn nó này mình cái nhung disable về hai tại cho mình làm việc thấy trội lên xem rồi chạm tịch mình làm việc chăng ê bây giờ toàn refresh tới đấng bây giờ sẽ toàn mới ok xàm đó dot abc mỗi ký bay buồn
Thôi nhé. Chẳng á. Ok, mới vô enable chứ nó nhưng trong phở dành cho enable up phở dành cho disable đấy. Thì chẳng là nó dừng login logout ấy hả nè thì chẳng là lấy dương ok là nhum logout client motion mọi theo VC memory nhum shutdown như thế chẳng lấy mà dương GMP group đó nè thì ok cho một cái niệm á lấy khuyên tha chả này phải dương át dương chinh trôi là lại đi thì nhồi khuyên mình chinh trôi là lại đi thì chinh trôi là nhồi trôi lại đi thì trôi như sớm computer đi ảnh chẳng á chẳng dương trôi nó bị trở tăng này nè trở tăng chứ nè nếu cho command from em mới là thà xìm đi hay dùng vài tháng ấm xì nhưng mà cái console của nó này là mấy dương số trên chỗ này nè chẳng á thì cho một file á thì biết add remove snap in chẳng á nên cho là dùng phở với nó trở thành bình thường chạy là để ra đi đi mấy ok ok chẳng dương trình này nhưng mà chỉ biết há add thấy thấy này nè dương chẳng phở mùi na phở console mùi na dương chỉ add nào nó chỉ ok mất thấy dương control save với cho không desktop đã mùi gì mà đã thả máy còn làm gì đó mà tốt này không ai xua bà thì khen lô đến này thì cho nên thì không ai gì nữa chứ nào cái này cho không nó mất cái này cái này hay dương drop down viên mất dương khơi bên đằng này bây giờ dương khơi này sẽ thở ấy để dương phở một đằng ạ chẳng là đấy chẳng bắt cá group với các bạn này cái này bắt cá group bắt cá đấy tam với các bạn này chẳng á ở đây nhiều mình chạy group chơi cho bắt cá group cho nhú hay cho group mà right click mình lưu viết cho group hay là thá nếu thì họ này là accounting admin nhưng tôi sẽ default này đẹp quá đi thế chứ ok mà khi này group mình cắt lại này cái là security group tiếp chỉ global chẳng lấy dương movie dương cho bạc can đi các bạn đi cho bạc can nó không đi các bạn này cái gì dương trong thơ lướt cho bạc can ông đi tái là đấy dương còn nên chị dùng cái cam mua cái lại này cái plate này thì ý da siêu sai không mày đây nè nè dương movie máu chủ nào accounting hay chủ nó user một khéo này cho một nếu cười hết những cười group muối này phải cười đi ở nên mà tao nói với cho bạc can nên đi các bạn đi dùng game chứ nè để chơi với lươn dùng bạc can đi là mua về ngay chứ nhưng right click nhà lừa về máu vừa hộp cái thằng nhú với cái thằng group này máu nên đã thằng ACC assistant assistant được hết chứ ok mà mình khởi những group nông mùi tiền ra chẳng ở đâu thì họ thà nào nếu chẳng admin lại cho được không account admin đi có account ở assistant chẳng ở đây dương dương right click mà lời mình lại nằm mới cho add cho group hay nào đấy ai sẽ min min ban phi viết này rồi đó này thế sẽ ACC admin hay này đấy trong cái thảm nhưng khai thơ tới call add cho group call cho đấy hay đưa có ha trong đào men group nó ngắt nhưng chuyện chạy làm tới theo chi mà tôi có họ và tôi có họ và tôi không ai nhưng mà tôi này đang biết trời chẳng á lúc đó là này ở đây là men group nào thì chứ này nó chuyện mà là advanced đi mất này chuyện kia file nào cái nàng đi trong show group mới nhắc là chuyện đấy còn show group admin ấy nhưng double click chơi về mất thì mình show ban được này chẳng á chẳng là mình hiểu việc chẳng ai nè cái gì hết chứ ok successful nó show mà double click lên admin mới khơi miễn member mà nè cứ mua nên để ai chỉ admin chẳng á chẳng lấy dương xạ dương bạc ca tờ user mới tiết hay dương đã biết nó account assistant vào đầu là dương đã thà user nó mua thà mà nhưng mà đang mua này nát lá nè con nhà lấy ủa thì khó nè thì nhưng mà đang mua nè cái chơi sai vào hồi ta trong mua nè con nhà chẳng á chẳng như là hồi thì khó tha sóc đà ra sóc đà ra trái nè con này thì nếu dương đã là s dot đà ra chẳng tới anh chị
đây chứ nè nè hay password dương có mọi có change ấy có mọi dương của bạn như đã thà abc mùi phí 7 account muốn cứ abc mùi phí 7 búa nè nè mà cho lắm á chuyện đó abc mùi phí 7 chuyện nick mới nè nè ok hay được về hết dương right click mình được còn nó mới rồi có dương cho tam property cho bạn nè nè cho tam đi property chị bị tham ấy chia sẻ nên đi property member of យើងជួយ add ហ្នឹងគ្នាដូចយើងចូលតាម add តាមហ្នឹងក៏បានដែរយើងចូលតាមនេះ property add តាមហ្នឹងក៏បានឬក៏យើង right click លើ add to group នេះភ្លាមៗក៏បានដែរឥឡូវយើងប្រាប់អ្នកដាក់ add ទី2ចុះចុច member of នេះមកយើងចុចពី add ហើយយើងដូចមិញហ្នឹងគ្នា account តែយើងមានអត់យើងចុចនេះមកឃើញសេតា AWS ហ្នឹងមកវាចេញមកស្រាប់ហើយយើងចុច check ណាវា load ហើយអញ្ចឹងចុច OK មកអានេះយើង OK ទៀតមកយើងចូលមើលថាមានអត់ member គឺសុកតារាហ្នឹងឯងសុកយ៉ាមិនសេឈ្មោះខំឯងសុក data ចាំតិចចុះខ្ញុំជាស្រ័យហ្នឹងនេះសុក data ដឹងពីណាគេទេយ៉ាតារាសុកតារាអូខេត្រូវហើយតារា S តារាអូខេអ្នកនាងអូខេមកឥឡូវយើងចូលមើល assistant យើងមើលអូខេត្រឹមត្រូវអ្នកនាងឆែកមើលថាគាត់នៅក្នុងក្រុមណាខ្លះដូចមិញយើងមិនឆែកមើលហើយមកតោះអ្នកនាងចេះឆែកមើលម្ដងទៀតទៅណានេះក៏នៅក្នុងក្រុម2នេះក្រុម1ជាក្រុមរបស់ domain ហើយក្រុមមួយទៀតគឺក្រុម account assistant ហ្នឹងឯងអូខេចាយើងចង់ដឹងថាអតិពលរបស់ក្រុមហ្នឹងវាអាចធ្វើឲ្យបានខ្លះអ្នកនាងអញ្ចឹងយើងចូលមកកាន់អាយ៉ាខ្វះជាអស់នេះអូយវា slow បន្តិចខ្វះជាអស់នេះអូខេយ៉ាចោលទៅអូខេចឹងយើងចង់ដឹងថាអតិពលរបស់ក្រុមហ្នឹងវាអាចធ្វើឲ្យបានខ្លះយើងចូលមកហើយយើងបង្កើតឈ្មោះ file មួយអូខេយើងចូលមកកាន់នេះមកយើងចូល drive របស់យើងនេះយើង right click យើងបង្កើត folder ថ្មីខ្ញុំឲ្យជាន់មួយពួកនេះយើងបង្កើតថា data តារាសេតារាជា data ចឹងហើយចូលក្នុងនេះមកហើយយើងបង្កើត folder 2មកនេះអញ្ចឹង folder ទី1គឺ accounting យើងមិនអាចបង្កើតបានថា accounting ទៅមើល finance ទៅមើល accounting បាននេះគឺចឹងយើងបង្កើត folder មួយទៀតមកឈ្មោះថា finance ចឹងទៅអញ្ចឹងណាតែបើថាយើងពឹងមាន folder IT អញ្ចឹងអ្នក IT យើងអាចចូលមើលគ្រប់ folder បានព្រោះស្អាតតែពួកគាត់គឺត្រូវការ IT ដូចគ្នាបើថាអត់ត្រូវការ IT ទេមានរឿងអីតាក់ទងជាមួយនឹង hardware software computer អី technology អីគឺចាប់បើត្រូវការ IT អញ្ចឹងនេះគ្នាចឹងឥឡូវខ្ញុំបង្កើតវាហើយអញ្ចឹងយើងចូលមកកាន់នេះម្ដងអ្នកគ្នាយើងចូលមកកាន់ cashier ម្ដងអញ្ចឹងឥឡូវយើងនេះសិនយើង add album C មួយទៀតមកគឺតាក់ទងមួយ share folder របស់យើងអូខេនេះហើយយើងចុច add មក finish អូខេអញ្ចឹងមកចូលដល់ folder នេះឥឡូវខ្ញុំលែនេះចាំមួយសិនចូលមកកាន់ចូលមក share នេះនេះជា default មានស្រាប់អូខេហើយយើងមក right click លើវាមកចុចពីថា new share យើង continue ហើយឈ្មោះ computer របស់យើងនេះអញ្ចឹងយើងប្រើវាមក
browse ហៅមើលកន្លែងមុនហ្នឹងដែលយើងទៅបង្កើតចូល data ហើយយើងចូលមក accounting ជាអូខេមកអ្នកគ្នាចុចទៀតអា next អានេះវាយើងដាក់ឈ្មោះអីវាចេញឈ្មោះណាអ្នកគ្នាឥឡូវឧទាហរណ៍យើង share ឈ្មោះ folder accounting តែយើង set ឈ្មោះកន្លែង share ណានេះដាក់ថាអឺឧទាហរណ៍អ្នកគ្នាដាក់ ABC អញ្ចឹងទៅអញ្ចឹងវាចេញមក ABC share folder accounting ដល់ពេល share ចេញទៅឈ្មោះ ABC វិញអ្នកគ្នាចឹងហើយយើងសេឈ្មោះអីគឺចេញចឹងហើយអញ្ចឹងហើយតែយើងទុកវាជា accounting ចឹងស្រាប់ទៅ description អូខេ next អានេះយើងអាច read only អក្សរអីពេញហ្នឹងអូខេចុច customize មកចូល custom ហើយអានេះយើង remove everyone ចេញអ្នកគ្នាយើងអត់អាចមានណាគេអាច access បានទាំងអស់គ្នាទេយើងដាក់តែអ្នកណាដែលអាចមាន access បានអានេះគឺយើងចង់ដាក់ណាគេនៅក្នុង folder គេអ្នកគ្នាមិញគឺ folder assistant និង assistant accounting ចឹងយើងដាក់តែ account admin បានហើយយើង check name យ៉ាយើង check name មកអូខេមានជាអូខេហើយយើងដាក់ថា full access ឲ្យគាត់មក full control ព្រោះសារ admin យើងអាច control គ្រប់សពហើយអញ្ចឹងយើង add មកម្នាក់ទៀតមកគឺ assistant អញ្ចឹង account assistant យើង check name ទៀតមកអូខេហើយអានេះបានតែ read only អ្នកគ្នាអញ្ចឹងមានថា assistant គឺអាចបានតែចូលមើល file ហ្នឹងទេអាចការអាចអីបាន change អីបានទេអញ្ចឹងណាមានតែ admin ទេអញ្ចឹងយើងកុំធីឲ្យគាត់ច្រើនពេកអីទុកតែ read only ហ្នឹងបានហើយចុចអូខេហើយចុច finish អូខេនេះបើអ្នកនរគ្នាចង់ run វាសារណាម្ដងទៀតអ្នកគ្នាចុច create វាមកតែអ្នកគ្នាអត់ទេយើងចាប់វាត្រឹមហ្នឹងចុច finish ទៀតអញ្ចឹងអ្នកគ្នានេះជា file folder មួយដែលយើងទៅshare មិញហ្នឹងតែអ្នកនេះចាំតិចអូខេគឺចាំពេលយើងធ្វើឲ្យចប់យើង log in ទៅកាន់ account admin សិនហើយចាំយើង log in ទៅកាន់ account assistant ហ្នឹងហើយតែខ្ញុំមិនច្រឡំទេខ្ញុំទៅ log out ចេញ shut down ម៉ាស៊ីនចេញអូខេចឹងយើងចូលមកដាក់ password មកអ្នកគ្នាឲ្យដាក់ password ដាក់ account មកគឺ s.boren ហើយ password យើង abc @ 1 2 3 4អូខ្ញុំភ្លេចដាក់ disable account យើងចូលមកនេះវិញអ្នកគ្នា enable វាចេញសិនអត់ enable ហ្នឹងធ្វើឲ្យលេងកើតឡើយអូខេ enable នេះ enable ហើយអ្នកគ្នាអូខាងនេះទេ enable ហើយគេដាក់ password មក abc @ 1 2 3 4ខេអញ្ចឹងយើងចូលមកកាន់ file របស់យើងមកហើយអ្នកគ្នាអត់ចង់រកយូរអ្នកគ្នាអត់ចង់រកយូរអ្នកគ្នាអាចរកតាមnetwork បានណាអ្នកគ្នា save slash 2 ដងមកដាក់192.168ចុចទៅ server អ្នកគ្នាចុច1.1ត្រូវហើយ enter មកអាយ៉ាអត់មានអ៊ីនធឺណិតមិនចាស់អាយ៉ាមើលទៅខុសស្លាអ្នកគ្នា192.168.1.1អូខេឃើញទេអញ្ចឹងយើងឃើញអានេះយើងឃើញ folder នេះស្អាតយើង set control យើង set permission ឲ្យគាត់ចូល folder ហ្នឹងមកហើយយើងអាចមានអីខ្លះយើងអាចបង្កើតអីញ៉ៃបានទេកើត file កាយបានហើយសាកបង្កើតដាក់ថា budget.txt ហើយយើងចូលមកដាក់ថា$1 step budget ចឹងទៅអ្នកគ្នាអូខេយើង control S វាមកអូខេអញ្ចឹងយើងអាចមានសិទ្ធិមានអីគ្រប់យ៉ាងបានលើហ្នឹងអ្នកគ្នាអញ្ចឹងណាតែអ្នកគ្នាមើលទៅឧទាហរណ៍ថាអ្នកគ្នាចេញអញ្ចឹងទៅហើយអ្នកគ្នាចូលមកវិញវាយូរអ្នកគ្នាឃើញយើងត្រូវពិបាកអង្គុយ save វិញញ៉ៃទៅអត់អញ្ចឹងអ្នកគ្នាអាចធ្វើ check ក៏បានដែរ
នេះគាត់ថាធ្វើតែមកតង់ហ្នឹងទៅនេះចុច map វាមកនេះ map network try នេះមកយើងដាក់វាក្នុង try set ចឹងទៅអញ្ចឹងនេះចុច finish ចុច finish អូខេនេះឃើញអត់ឃើញវានៅលើនេះហើយនេះគ្នាចឹងចូលក្នុងមកយើងឃើញនៅនឹងមួយបាទឃើញ estimation ណាអូខេខោះអូខេចឹងឥឡូវយើង log out ចេញពី account admin នឹងម្ដងចូល account assistant របស់យើងចុច switch account អូខេអានេះចូលមក s.dara ហើយយើងដាក់ថា abc at abc at 123ចូលមកនេះសារយើងទៅបង្កើតថ្មីណានេះចឹងទៅវា set up ស្អីតិចតួចទេអូខេចឹងចូលមកកាន់កុំព្យូទ័រមួយនេះគ្នាយើងធ្វើដូចមិនមកមកអានេះ account ថ្មីគ្នា account account assistant របស់យើងណាចឹងយើងចូលមកនេះយើងមករ92 128ជាមួយមកយើងនៅតែឃើញដូចគ្នាចឹងនេះតើយើងអាចធ្វើអីបានអត់យើងចូលនឹងមើលយើងកាយយើងអីពេញនឹងបានទេទៅនេះ access deny នេះគ្នាឃើញអត់ភាសាយើងអត់មាន permission ក្នុងការធ្វើវាទេនេះគ្នាអញ្ចឹងណាយើងបានតែចូលមើលយើងបានតែអីដែរយើងអាចកែអាចសរសេរបានទេយើងសរសេរបានតែយើង sell ទៅវាអត់អាចទុកបានឃើញដូចយើង control S វា sell វាអីហ៎មើល sell វាហើយនៅតែអត់ឲ្យគេឃើញនេះគ្នាតែយើងបានតែ read only អញ្ចឹងណាខំធ្វើមិនក៏វាចេញដែរអ្នកគ្នាកុំ sell អូខេអាយ៉ាយើងបាត់នេះទៅណាអត់ទាន់បាន map យើងអន្តរាយស្ដូចគ្នាមកនឹងអូខេអូខេនេះដូចតែគ្នាចឹងចូលមកគឺចូលដល់កន្លែងហ្នឹងយកហ្មងកុំឲ្យវាបាយបាទនេះចង់លុបវាចេញអ្នកគ្នា right click លើវាមកចុចពាក្យថា disconnect ទៅវាបាត់អា map ហ្នឹងហើយចឹងណាចឹងអា account មុនក៏ admin យើងអាចមាន full control យើងអាច control បានអាច delete អាចបង្កើត file បង្កើតបានទាំងអស់នេះតែឥឡូវយើងប្រើ account assistant យើងអាចបានតែ read only បានចូលមើលទេយើងអាចកែអាចអីបានទេចឹងណាអញ្ចឹងអ្នកគ្នាឥឡូវមកបើយើងមក share មួយទៀតមករបៀបមួយទៀតគឺ share តាមយ៉ាងនៅក្នុង client layer share តាម server អូខេយ៉ា control alt insert abc 1 2 3អូខេយើងចូលមកកន្លែង server manager នេះមកចូលមកនេះគ្នាកន្លែង file storage service នេះមានស្អីពេញហ្នឹងញ៉ៃច្រើនណាស់ឥឡូវយើងចូលមកកាន់ share របស់យើងមកយើងចូលមកកាន់ task ចុចពី new share អានេះអ្នកគ្នានិយាយថាយើងចង់ share ឲ្យ line នោះក៏បាន window ក៏បានយើងយកនេះអានេះដូច share ឲ្យ line នោះក៏បាន window ក៏បាននេះគ្នាអូខេ share line នោះតែ user មិនដែលប្រើ line នោះនេះគ្នា user ប្រើ SMB ទេប្រើ window ទេចុច next មកអានេះវាដូចតែគ្នាចឹងនេះគ្នាយើង custom path របស់វាមកដូចតែមុនដែរចូល data របស់យើងអាយ៉ាទៅចូលមក finance ម្ដង finance យកអក្សរតូចដាក់អក្សរធំវាសំទេអ្នកគ្នាចុច select folder មកហើយ next មកអ្នកគ្នាគេដូចតែគ្នាដែរទេ
Có vì mà advanced chieng vì advanced chieng á. Ok, chẳng hạn này display only file and folder that the user has permission to access. Ok, bây giờ enable view we display thả na đã user nângមាន permission thế. If a user does not have read or equivalent permission for folder window hay a folder from user view. Ok, chắc bây giờ thích view show the folder na để dương ảnh access bàn thế. Chẳng á bà user na đã admin access read permission thế cứ window nâng hai folder nó ở dương khởi nhau. Ok lấy dương enable vì chào enable với đồng mấy tay mượn next yeah ok next create hai này đôi đượcนี้เราทำเป็น v advanced chiều lấy cho một cánh user bao nhiêu lần yeah dùng map hay dùng một nhiều file nào nó à mấy nơi khơi vậy nên sao bà cả đây mấy cái này phần nào này hai dot txt hello oh ok mấy bạn nào khơi cũng nói ta mình khơi ok chăm thế này phần này thì có nhóm khoa ai nhảy nhảy lươnไปthế đó share property ohខ្ញុំសាក remove វាមើលអូខេអូខេយើងអាចចូលបានប៉ុន្តែមិនបានវានៅឃើញគួរណាវាមិនឃើញទេអ្នកយើងអាចចូលវាបានទេប៉ុន្តែវាគួរណាតែវាបាំងតែចឹងទៅវានៅឃើញចេញមក file ញ៉ៃញ៉ៃនេះឃើញអត់អានេះ file នេះ file របស់យើងប្រើប្រាស់អីចឹងណាអា file នេះសម្រាប់យើងអត់ប្រើប្រាស់អីផងមិនគេដាក់ tick អានោះកុំឲ្យថាវាញ៉ៃញ៉ៃសម្រាប់យើងបើយើងមិនប្រើទេចឹងណាអានេះសម្រាប់ counting ហើយតែមើល file ណាមើលកាត់នេះដាក់ file ណាគេមិនឃើញទេគេចូលមើលកាត់មែនទេតែដាក់ folder file ណាទៅចឹងគួរណាតែវាមិនឃើញឥឡូវចេះវិញមើលសាកចូលមើលម្ដងទៀតមើលតែឯណាច្រឡំហោងអីចឹង permission រឿងក៏អញ្ចេះនេះគ្នាអូខេនេះគ្រប់ឧទាហរណ៍ថានេះ read ឥឡូវបើយើងដាក់ថាជាស្រ័យនេះគ្នាឥឡូវបើយើងដាក់ថានេះសារ permission វាជាប់ read នឹងស្រាប់មើលទៅនេះឡូយើងត្រូវនេះកុំព្យូទ័រសិនណាអ្នកគ្នាយើងចូលមកកាន់ client យើងសិនយ៉ាអូខេយើងយ៉ា
chia sẻ nè đây việc tiện tới đấy mơ nhung mơ bị bao nhầm đi xa recording dù mau phải cái đó là dương switch account hiện đại nó đòn tiền với dot data abc hạt muối phi 7 phi chạy rồi không 7 ok nó được hơn điจะมือไปโตเขาเนี่ยเขาจำยมใช้มือสันทาเวียควายเยอะจังฉันพอคนชั้นเนี่ยเนี่ยบ้านตุสนาไปโตเลยเมื่อเตยกับเราเวียจะรับเขาไปเลยนะเมื่อยมบ้านสกัดเมื่อบ้านสเก็ตเมื่อเนี่ยเนี่ยคนชั้นมาท่าเนี่ยคนนี้มินถึงง้อไอ้สู้ยมบ้านเนี่ยชีวิตดี